បាទកូនទាំងអស់គ្នាបន្ទាប់ពីកូនរៀនអានអត្ថបទខ្លីហើយឥឡូវនេះយើងនឹងបន្តសកម្មភាពមួយទៀតគឺការសរសេរលោកគ្រូមានពាក្យមួយគឺពាក្យចបន្ទាប់មកលោកគ្រូគិតតើចមានតួអក្សរអ្វីខ្លះចមានតួអក្សរចកបន្ទាប់ពីលោកគ្រូថាហើយលោកគ្រូសរសេរពាក្យនោះនៅលើក្តារខៀនតោះកូនទាន់ហើយឬទេបាទបើកូនទាន់ហើយកូនទាញក្តារឈ្នួលរបស់កូនមកអនុវត្តជាមួយលោកគ្រូទាំងអស់គ្នាកូនទាំងអស់គ្នាលោកគ្រូមានពាក្យមួយទៀតគឺពាក្យរយៈបន្ទាប់មកកូនគិតជាមួយលោកគ្រូទាំងអស់គ្នាតើរយៈមានតួអក្សរអ្វីខ្លះតោះកូនទាំងអស់គ្នាកូនថាលឺជាមួយលោកគ្រូទាំងអស់គ្នារយៈមានតួអក្សររស្រៈអាកបន្តតស្រៈអាកបន្តតោះកូនគិតហើយកូនថាហើយឥឡូវនេះកូនសរសេរនៅលើក្តារឈ្នួលរបស់កូនលោកគ្រូសរសេរនៅលើក្តារខៀនតោះកូនហើយឬនៅបាទហើយកូនលុបចេញតោះកូនទាំងអស់គ្នាបន្ទាប់ពីកូនអនុវត្តជាមួយលោកគ្រូហើយឥឡូវនេះកូនអនុវត្តដោយខ្លួនឯងវិញម្ដងបាទលោកគ្រូនឹងហៅពាក្យចំណែកមានតួអក្សរចស្រៈអំណស្រៈឯកតោះកូនទាំងអស់គ្នាកូនហើយឬនៅហើយកូនលើកទាំងអស់គ្នាបាទល្អណាស់កូនលោកគ្រូនឹងសរសេរពាក្យចំណែកនៅលើក្តារខៀនដើម្បីឲ្យកូនបានផ្ទៀងផ្ទាត់នឹងការតម្រូវតោះកូនទាំងអស់គ្នាកូនធ្វើការត្រួតពិនិត្យទាំងអស់គ្នាកូនត្រួតពិនិត្យហើយឬនៅបាទហើយកូនលុបចេញតោះកូនទាំងអស់គ្នាឥឡូវនេះយើងដល់ពាក្យមួយទៀតរហែកមានតួអក្សររហស្រៈឯកតោះកូនទាំងអស់គ្នាកូនហើយឬនៅហើយកូនលើកទាំងអស់គ្នាបាទល្អណាស់កូនលោកគ្រូនឹងសរសេរពាក្យរហែកនៅលើក្តារខៀនដើម្បីឲ្យកូនបានត្រួតពិនិត្យនិងកែតម្រូវទាំងអស់គ្នាតោះកូនទាំងអស់គ្នាកូនត្រួតពិនិត្យទាំងអស់គ្នាហើយនៅកូនបាទកូនហើយកូនលុបចេញតោះកូនទាំងអស់គ្នាឥឡូវនេះយើងនឹងបន្តពាក្យមួយទៀតទឹករយៈមានតួអក្សរតស្រៈអឺករស្រៈអាកបន្តហើយឬនៅកូនទាំងអស់គ្នាហើយបាទហើយកូនលើកទាំងអស់គ្នាបាទលោកគ្រូនឹងសរសេរពាក្យទឹករយៈនៅលើក្តារខៀនដើម្បីឲ្យកូនបានផ្ទៀងផ្ទាត់និងកែតម្រូវតោះកូនផ្ទៀងផ្ទាត់ទាំងអស់គ្នាកូនផ្ទៀងផ្ទាត់ហើយឬនៅបាទហើយកូនលុបចេញ
bạn bên ní dương đừng vất hát sờ xe clear bình mà đòn lục rú đừng hai clear dứt chùm nuốt bay đón ở con sờ xe con tiêm hai rồi này tỏ dừng chập đàm ngọc nía phắc tắc cọ phắc tắc cọ phắc tắc cọ con sẽ ban ra thế tỏ con sờ xe từng ngọc nía tỏ con to kia con hai rồi này bà hai ở đây đi là cru nương sờ xe clear phắc ta có ở lưỡi đá khiến đầm bay ở con bán tiền tốt nâng cái đầm rơi từng ngọc nè tỏ con ngọc nè con tiếng tốt nâng cái đầm rơi từng ngọc nè